នេះគឺជាដំណើរការប្រព័ន្ធ Solar on Grid ដែលមានសន្លឹក Solar ភ្ជាប់ជាមួយនឹងបណ្ដាញអគ្គិសនីនៅខណៈពេលនេះដែរបន្ទុកប្រើប្រាស់មានទំហំ 1840 វ៉ាត់ហើយសន្លឹក Solar អាចផលិតភ្លើងបានតែ 1086 វ៉ាត់អញ្ចឹងទេបន្ទុកដែលខ្វះខាតនឹងត្រូវបានទាញពី EDC ដើម្បីយកមកជួយនៅខណៈពេលដែលការប្រើប្រាស់មានការថយចុះនោះភ្លើងពី EDC នឹងត្រូវបានកាត់ផ្ដាច់ហើយភ្លើងដែលផលិតចេញពីសន្លឹក Solar នឹងត្រូវបានផ្គត់ផ្គង់ទៅបន្ទុកប្រើប្រាស់ទាំងស្រុងហើយនៅពេលដែលការប្រើប្រាស់មានការកើនឡើងខ្ពស់លើសពីសមត្ថភាពផលិតពីថាមពល Solar នោះភ្លើង EDC នឹងត្រូវបានទាញយកមកប្រើប្រាស់សារជាថ្មីម្ដងទៀតដំណើរការបែបនេះនឹងប្រព្រឹត្តទៅជារឿយៗពីព្រឹកដល់ល្ងាចរហូតទាល់តែអស់ប្រភពពន្លឺពីព្រះអាទិត្យហើយភ្លើងនឹងយកមកពី EDC ដោយផ្ទាល់សូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់ហើយបើមានតម្រូវការតម្លើង Solar សូមកុំភ្លេចទាក់ទងមកខ្ញុំបាទ